เนี่ยได้เมียนชีวิตกู้ความตรอกนี้อาจการอายุแวงบานนอลแต่ดอบชนำบาดนี่เชียร์จำนวนมวยบอมโอนทลอบเมื่อวิดีโอขยมบาดทาการรวมเพศเพื่อเมียนอายุแวงไม่จริงไปเองจริงนะบาดไงนี่ขยมเลือกชุดบอมโอนนำปีจำนวนทาตรมแต่ความตรอกำหนดนี้ความตรอกนี้แต่เป็นจะมาหรือเพียงประเดี๋ยวปนนั้นก็ช่วยบอมโอนอายุรู้บานอายุแวงดอลแต่ดอบชนำของได้บ้า ខ្ញុំលើកជូនបងប្អូនដោយផ្អែកទៅលើការសិក្សាស្រាវជ្រាវមួយចំនួនហើយដែលបានបង្ហាញថាបុគ្គលឬក៏មនុស្សដែលមានជីវិតគូល្អអើនគ្រប់គ្រងគ្នាមានការស្រឡាញ់គ្នាគឺម្នាក់អាចរស់បានយូរអង្វែងអាចកើនអាយុបានដល់ទៅ10ឆ្នាំហើយនេះជាអ្វីមួយដែលជាការសន្និដ្ឋានដែលបានមកពីការស្រាវជ្រាវជាច្រើនសំណួរសួរវិញថាតើហេតុអ្វីទៅអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបាទវិជ្ជបណ្ឌិតលីយហ៊ុយនឹងធ្វើការពន្យល់ជូនបងប្អូនថាតើមូលហេតុអ្វីនៅពេលណាដែលបុគ្គលណាម្នាក់មនុស្សណាម្នាក់ដែលមានអារម្មណ៍ថាទទួលការគ្រប់គ្រងគ្នាទៅវិញទៅមកពេលនោះវាអាចកាត់បន្ថយ stress ហើយជាពិសេសផ្ទាល់តែម្ដងគឺ stress រ៉ាំរ៉ៃបងប្អូនបានដឹងហើយកណា stress រ៉ាំរ៉ៃគឺបងប្អូនអាចមានជំងឺបេះដូងអាចមានជំងឺផ្សេងទៀតជាដើមបាទអញ្ចឹងមានន័យថាម៉េចមានន័យថានៅពេលណាដែលដៃគូជីវិតប្តីប្រពន្ធនោះអាចកាត់បន្ថយ stress រ៉ាំរ៉ៃស្មើនឹងគាត់អាចកាត់បន្ថយជំងឺបេះដូងរបស់គាត់ដែលជាភាសាអង់គ្លេសយើងហៅថា heart disease ហើយអាចកាត់បន្ថយការដែលគាត់មានកំសោយប្រព័ន្ធការពាររាងកាយរបស់គាត់ដែលខ្សោយអញ្ចឹងកាលណាគាត់មានការគ្រប់គ្រងគ្នាប្រព័ន្ធការពាររាងកាយរបស់គាត់នឹងគឺមានភាពខ្លាំងក្លាឡើងវិញចំណុចមួយទៀតគឺគាត់អាចកាត់បន្ថយជំងឺរលាកគឺជំងឺ inflammation ជំងឺដែលបង្កឲ្យមានការរលាកដូចជាការរលាកសន្លាក់ឬក៏ការរលាកនៅកន្លែងណាមួយអីចឹងជាដើមអញ្ចឹងមានន័យថាម៉េចត្រឹមតែការគ្រប់គ្រងគ្នាទេបងប្អូនគឺអាចកាត់បន្ថយជំងឺបានប៉ុណ្ណឹងនេះជាអ្វីមួយដែលបងប្អូនតោងយកចិត្តទុកដាក់ទៅម្យ៉ាងទៀតយើងឃើញថាវាមិនត្រឹមតែវាជួយទៅលើទម្លាប់ល្អទៅលើសុខភាពល្អទេនៅក្នុងរឿងដែលដៃគូជីវិតប្តីប្រពន្ធនឹងវាមានការគ្រប់គ្រងនេះប៉ុន្តែយើងឃើញប្តីប្រពន្ធដែលមានការគ្រប់គ្រងនេះល្អគឺគាត់ដេកលក់ស្រួលគាត់ហូបចុកមានតុល្យភាពត្រឹមត្រូវមានលំនឹងជីវិតរបស់គាត់រស់នៅជាសកម្មការពិនិត្យសុខភាពរបស់គាត់ការយកចិត្តទុកដាក់លើសុខភាពរបស់គាត់ដូចជាពិនិត្យសុខភាពប្រចាំឆ្នាំអីចឹងគាត់ច្រើនមានការគ្រប់គ្រងកំណត់គ្នាហើយនាំគ្នាទៅពិនិត្យសុខភាពបានទៀងទាត់អីចឹងជាដើមបាទអញ្ចឹងទាំងអស់ហ្នឹងគឺសិតតែជាអត្ថប្រយោជន៍ដែលកើតចេញពីការគ្រប់គ្រងគ្នាអារម្មណ៍គ្រប់គ្រងគ្នាទៅវិញទៅមកនេះផ្ទាល់តែម្ដងយើងឃើញថាម៉េចយើងឃើញថានៅពេលណាដែលយើងគ្រប់គ្រងគ្នាយើងមានជីវិតគូហ្នឹងវាល្អជីវិតគូល្អវាមិនមែនត្រឹមតែផ្ដល់នៅកត្តាសុខភាពរាងកាយបានល្អប្រសើរប៉ុន្តែវាក៏បានជួយគ្រប់គ្រងទៅដល់សុខភាពផ្លូវចិត្តសុខភាពផ្លូវអារម្មណ៍ក៏ដូចជាសុខុមាលភាពផងដែរអញ្ចឹងអ្នកដែលមានការគ្រប់គ្រងគ្នាយើងឃើញថាពួកគាត់មានសាច់ឈាមត្រស់ថ្លាពួកគាត់មានអារម្មណ៍ល្អរវាងគ្នាមានអារម្មណ៍ល្អខ្លួនឯងតតែម្ដងអារម្មណ៍យល់គ្នាភាពល្អអើនេះតតែម្ដងគឺវាបានធ្វើឲ្យមនុស្សនោះវាមានការស៊ូទ្រាំវាមានការតស៊ូរឹតតែប្រសើរមិនមាន stress មិនមានភាពរកាំរកូសនៅក្នុងគ្រួសារជំងឺបាក់ទឹកចិត្តក៏កម្រកើតមានហើយបើសិនជាមានជំងឺអីគឺឆាប់ជាខ្មែរយើងដឹងហើយថានៅពេលណាដែលប្តីប្រពន្ធនោះគ្រប់គ្រងគ្នាពេលនោះឯងគឺប្តីនឹងមិនសូវឈឺទេប្រពន្ធនឹងមិនសូវឈឺទេផ្ទុយទៅវិញបើសិនជាអត់គ្រប់គ្រងគ្នាទេគឺប្រពន្ធនឹងឈឺនេះឈឺនោះប្តីនឹងឈឺនេះឈឺនោះបាទមានបញ្ហារហូតគឺកើតឡើងដោយសារ stress ទៅលើរាងកាយឬក៏ទៅលើផ្លូវចិត្តនេះផ្ទាល់តែម្ដងហើយប្តីប្រពន្ធដែលគ្រប់គ្រងគ្នាគាត់សហការគ្នាដោះស្រាយបញ្ហាអីគឺបានលឿនបានជោគជ័យខ្មែរយើងធ្លាប់និយាយថានៅក្រោយបរិសុទ្ធជោគជ័យម្នាក់គឺតែងតែមាននារីស្រីស្អាតម្នាក់ស្រីល្អម្នាក់នៅពីក្រោយដូចគ្នានៅក្រោយនារីជោគជ័យម្នាក់ក៏តែងតែមានបរិសុទ្ធជាប្តីម្នាក់ដែរដែលតែងគ្រប់គ្រងដល់ពួកគាត់បាទនេះជាអ្វីមួយដែលរមែងមានហេតុអីដោយសារថានៅពេលណាដែលយើងមានមនុស្សម្នាក់នៅពីក្រោយខ្នងយើងគ្រប់គ្រងយើងពេលនោះយើងមានអារម្មណ៍ល្អហើយកាលណាយើងមានអារម្មណ៍ល្អគឺយើងអត់ stress នេះជាចំណុចដែលទទួលមកចំណុចទៅនឹងខ្ញុំបញ្ជាក់បងប្អូនណាមិនមែនមានន័យថាការដែលគ្រប់គ្រងគ្នា
គឺវាជាភាពឥតខ្ចោះទេអញ្ចឹងជីវិតប្តីប្រពន្ធវាមិនមែនចាំតែមានភាពឥតខ្ចោះប្តីនឹងត្រូវជាមនុស្សដែលមានលុយច្រើនត្រូវទៅជាអ្នកដែលមានបុណ្យស័ក្តិឬក៏ការរួមភេទនឹងត្រូវផ្ដល់សុភមង្គលខ្លាំងអីនឹងទេប៉ុណ្្នឹងទេពេលខ្លះជីវិតគូនឹងគឺត្រឹមតែមានភាពធន់ជាមួយនឹងគ្នាឬក៏ទំនុកចិត្តគ្នាជំនឿជឿជាក់ទៅវិញគ្នាទៅវិញមកក៏មានអារម្មណ៍គ្រប់គ្រងគ្នាបានប្រសើរផងដែរគឺអារម្មណ៍សុវត្ថិភាពហ្នឹងវាកើតមានភ្លាមតែម្ដងអញ្ចឹងសរុបសេចក្តីមកមានន័យថាម៉េចមានន័យថាកាលណាដៃគូដែលទទួលការគ្រប់គ្រងដៃគូដែលគ្រប់គ្រងគ្នាទៅវិញទៅមកវាមិនត្រឹមតែធ្វើឲ្យគាត់មានអារម្មណ៍ល្អទេវាធ្វើឲ្យគាត់មានជីវិតនឹងល្អប្រសើរនាំឲ្យគាត់នឹងមានស្បែកស្អាតនាំឲ្យគាត់ក្មេងជាងវ័យនាំឲ្យគាត់នឹងឯងគឺអាចមានអាយុវែងដោយសារគាត់មិនមានកង្វល់ច្រើនគាត់មិនមានការព្រួយបារម្ភច្រើននៅក្នុងជីវិតរបស់គាត់អីចឹងជាដើមសូមslash វីដេអូនឹងប៉ុណ្្នឹងសិនហើយបើបងប្អូនពេញចិត្តកុំភ្លេចចុច like ចុច share ឲ្យបេះដូងម្នាក់មួយចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ទៅប្តីប្រពន្ធរបស់បងប្អូនគ្រប់គ្នាដើម្បីឲ្យយល់ដឹងអំពីអ្វីដែលខ្ញុំបាទបានធ្វើអត្ថាធិប្បាយមកនេះហើយបើបងប្អូនចង់មើលវីដេអូអប់រំសុខភាពផ្សេងៗទៀតរបស់ខ្ញុំបាទកុំភ្លេចចុច subscribe ចុច follow YouTube channel ហើយនិង follow Facebook page ហើយនិង TikTok ម្នាក់មួយបាទហើយបើសិនជាបងប្អូនចង់ឧបត្ថម្ភការបោះពុម្ពសៀវភៅរបស់ខ្ញុំបាទបងប្អូនអាចឧបត្ថម្ភតាមលេខកណនីធនាគារនៅលើវីដេអូនេះបន្តតែម្ដងបាទសូម slash វីដេអូនៅប៉ុណ្ណឹងសិនបងប្អូនជួបគ្នានៅវីដេអូក្រោយៗជាបន្តទៀតបាទសូមជម្រាបលាបាទ